សូមក្រាបថ្វាយបង្គំព្រះថេរានុថេរៈគ្រប់ព្រះអង្គខ្ញុំម្ចាស់សូមក្រាបថ្វាយបង្គំព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាព្រះកណ្ណានរោត្តមសីហមុនីនិងសូមគោរពជំរាបសួរទៅដល់ទូទាំងសជនជាទីមេត្រីដែលកំពុងទទួលស្នាកម្មវិធីវប្បធម៌យើងឬក៏ Our Culture នៅក្នុងកញ្ចក់ទូរទស្សន៍ CNC កាលពីថ្ងៃទី2ខែចែកពុរសករាជ2559ទៅនឹងថ្ងៃទី3ខែមិថុនាឆ្នាំ2015ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានទទួលក្រុមងារមួយពីអង្គការពុទ្ធសាសនាពិភពលោកដែលក្រុមងារនោះមានព្រះនាមថាព្រះសីធម្មរករាជចង់ដឹងភាពច្បាស់យ៉ាងណានោះសូមអញ្ជើញទស្សនានិងតបបទយកាជាមួយនឹងខ្ញុំទាំងអស់គ្នាអង្គការពុទ្ធសាសនាកម្ពុជាបានផ្ដល់ព្រះបរមងារថ្នាក់ខ្ពស់បំផុតក្នុងវិស័យពុទ្ធសាសនាដល់ព្រះមហាក្សត្រកម្ពុជាសម្ដេចព្រះបរមនាថនរោត្តមសីហមុនីពិធីប្រគល់នេះគឺធ្វើឡើងនៅព្រះបរមរាជវាំងក្នុងទីក្រុងភ្នំពេញដែលមានការចូលរួមពីព្រះសង្ឃខ្មែរជប៉ុនសិង្ហបុរីនិងម៉ុងហ្គូលីរួមទាំងពលរដ្ឋប្រមាណ 30,000 នាក់នឹងអង្គក្នុងនោះសម្ដេចអគ្គសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាសម្ដេចអគ្គមហាពញាចក្រីហេងសំរិនប្រធានរដ្ឋសភាព្រឹទ្ធសភាថ្នាក់ដឹកនាំតាមក្រសួងនិងមន្ត្រីរាជការក៏មានវត្តមាននៅក្នុងពិធីនោះដែរព្រះមហាក្សត្រកម្ពុជាគឺជាព្រះមហាក្សត្រដែលមានគុណធម៌ខ្ពស់បំផុតជាគំរូក្នុងការប្រតិបត្តិនិងផ្សព្វផ្សាយព្រះធម៌ព្រះពុទ្ធលើសកលលោកនេះគឺជាអត្ថន័យនៃព្រះបរមងារដែលអង្គការពុទ្ធសាសនិកកម្ពុជាបានផ្ដល់ដល់ព្រះមហាក្សត្រខ្មែរគោរមងារដែលមានន័យថាព្រះស្រីលោកធម្មករាជពិធីនៃការផ្ដល់គោរមងារនេះគឺធ្វើឡើងនៅរាជវាំងទីក្រុងភ្នំពេញដោយមានការចូលរួមពីពលរដ្ឋសាមញ្ញមន្ត្រីរាជការនិងព្រះសង្ឃខ្មែរប្រមាណ 30,000 នាក់និងអង្គរួមទាំងព្រះសង្ឃតំណាង3ប្រទេសជាច្រើននាក់ដោយបែងចែកជា54ផែនការផ្ដល់ព្រះគោរមងារនេះគឺជាការបញ្ជាក់ព្រះមហាក្សត្រគឺជាពុទ្ធសាសរូបត្ថម្ភដ៏ធំមួយលើសកលលោកគោរមងារផ្នែកពុទ្ធសាសនានេះត្រូវបានសម្រេចផ្ដល់ក្រោយពេលដែលព្រះមហាក្សត្រកម្ពុជាបានឈានទៅចូលរួមជាអធិបតីក្នុងកិច្ចប្រជុំកំពូលរបស់ពុទ្ធសាសនានៅទីក្រុងកូបេប្រទេសជប៉ុនកាលពីថ្ងៃទី8មេសាឆ្នាំ2015ជ័យចាបទីប្រឹក្សាសម្ដេចជាវាវាំងគង់សំអល់និងជាកវីខ្មែរដ៏ល្បីល្បីបានរៀបរាប់ប្រាប់សារព័ត៌មានក្នុងស្រុកថាអង្គការអន្តរជាតិផ្នែកព្រះពុទ្ធសាសនាបានស្វែងរកព្រះមហាក្សត្រនៃប្រទេសនានានៅក្នុងពិភពលោកដែលយកចិត្តទុកដាក់និងលើកស្ទួយព្រះពុទ្ធសាសនាដើម្បីថ្វាយព្រះបរមងារនេះបើតាមការអះអាងរបស់ឯកឧត្តមជ័យចាបដដែលថ្នាក់ដឹកនាំនៃអង្គការអន្តរជាតិខាងព្រះពុទ្ធសាសនាបានរកឃើញព្រះមហាក្សត្រខ្មែរថាជាអ្នកយកព្រះទ័យទុកដាក់ខ្លាំងលើវិស័យព្រះពុទ្ធសាសនាអាដាមជ័យចាបដែលធ្លាប់បានចូលរួមប្រជុំស្ដីពីការរៀបចំពិធីថ្វាយព្រះបរមងារដល់ព្រះមហាក្សត្រដែរនោះបានបញ្ជាក់យ៉ាងដូចនេះថាគេបានសម្រេចថ្វាយព្រះបរមងារកិត្តិយសដល់ព្រះមហាក្សត្រយើងពីព្រោះគេបានតាមដានឃើញព្រះអង្គគឺជាអ្នកប្រណិប័តព្រះពុទ្ធសាសនាពិតប្រាកដនិងបានយកព្រះハរតីទុកដាក់លើវិស័យព្រះពុទ្ធសាសនាខ្លាំងមែនទែនព្រះអង្គយាងតាំងសីលរាល់ថ្ងៃសីលទាំង4ដងក្នុងមួយខែក្រៅពីព្រះវិហារព្រះកែវមរកតព្រះអង្គក៏យាងទៅវត្តផ្សេងដែរហើយព្រះអង្គឧបត្ថម្ភច្រើនណាស់ដល់វិស័យព្រះពុទ្ធសាសនាអាដាមជ័យចាបដែលជាអតីតសាស្ត្រាចារ្យភាសាខ្មែរបានពន្យល់អំពីអត្ថន័យនៃព្រះបរមងារថាព្រះស្រីលោកធម្មរករាជមានន័យថាក្សត្រដែលយកចិត្តទុកដាក់និងឧបត្ថម្ភលើកស្ទួយព្រះពុទ្ធសាសនាក្នុងពិភពលោកព្រះរាជពិធីនេះបានចាប់ផ្ដើមនៅម៉ោងប្រមាណ 8 ព្រឹកដោយពិធីរំលឹកវិញ្ញាណក្ខន្ធសួនវត្តបទុមវតីនិងបន្តមកព្រះបរមរាជវាំងដោយមានការដង្ហែក្បួនពីសំណាក់យុវជនកងទ័ពត្រែ
និងក្បួនកងទ័ពឯកសណ្ឋានអាវក្រហមខោខៀវកាន់ទង់ជ័យជាដើមក្នុងពិធីនេះក៏មានវត្តមានសម្ដេចសង្ឃទាំងពីរគណៈរបស់កម្ពុជាអានសង្ឃដីកានៅមុខព្រះមហាក្សត្រកម្ពុជាតំណាងព្រះសង្ឃទាំង3ប្រទេសបានឡើងថ្លែងរំលឹកពីវីរភាពរបស់ព្រះមហាក្សត្របច្ចុប្បន្ននិងអតីតព្រះមហាក្សត្រសម្ដេចឪនរោត្តមសីហនុដែលបានចូលរួមក្នុងសកម្មភាពព្រះពុទ្ធសាសនាថ្លែងនៅក្នុងព្រះបរមរាជវាំងព្រះមហាក្សត្រព្រះអង្គបានមានព្រះរាជឱកាសបញ្ជាក់ថាការអនុវត្តព្រះពុទ្ធសាសនាគឺកិច្ចការងារសំខាន់ដែលព្រះមហាក្សត្រខ្មែរស្ទើរគ្រប់ព្រះអង្គបានអនុវត្តប្រតិបត្តិតាមតរៀងមកប្រកោព្រះគោរមងារកិត្តិយសដល់ព្រះមហាក្សត្រកម្ពុជាជាព្រះស្រីលោកធម្មរក្សរាជនេះសន្និសីទកម្ពុជាព្រះពុទ្ធសាសនាពិភពលោកបានបញ្ជាក់ថាគឺជាគោរមងារដែលតំណាងឲ្យប្រទេសជាព្រះពុទ្ធសាសនិកចំនួន41និងមានអ្នកប្រតិបត្តិប្រមាណជាង610លាននាក់លើសកលលោកសប្តាហ៍ថ្ងៃនៅទូទាំងព្រះរាជាណាចក្រកម្ពុជាមានវត្តអារាមរាប់ពាន់ត្រូវបានកសាងឡើងរំលេចនៅព្រះវិហារកុដិថ្មស្រះទឹកឧបដ្ឋានសាលាធម្មវិន័យសាលាបាលីគួរឲ្យចាប់អារម្មណ៍ទោះបីប្រទេសជប៉ុនកាន់ព្រះពុទ្ធសាសនាមហាយានឯកម្ពុជាកាន់សាសនាហីនយានក៏សាសនាគោរពព្រះពុទ្ធឱវាទដូចគ្នាលោកឃើញកម្ពុជារីកចម្រើនខ្លាំងខាងវិស័យពុទ្ធចក្រទៅពុទ្ធសាសនិកជនពិភពលោកពិសេសមន្ត្រីសង្ឃជប៉ុនព្រមព្រៀងគ្នាជាឯកច្ឆន្ទថ្វាយព្រះបរមគោរមងារកិត្តិយសជាព្រះស្រីលោកធម្មរក្សរាជចំពោះព្រះមហាក្សត្រខ្មែរដោយព្រីវត្តមានរបស់កណ្ដាលណា1,573 អង្គខាងពុទ្ធបរិស័ទនេះគឺយើងមានទិន្នន័យតាមក្រសួងស្ថាប័ន20មកក្រសួងស្ថាប័នអញ្ចឹង54 54ដងបាទដោយឡែកពុទ្ធបរិស័ទដែលចូលរួមគឺយើងរៀបតុកខាងក្រោយបើការពិនិត្យទៅឃើញប្រមាណជាច្រើនដែរបាទច្រើនរាប់ពាន់អ្នកខាងមន្ត្រីរាជការសិន10000ផ្សេងទៀតហើយដោយឡែកមន្ត្រីរាជការខាងរដ្ឋបាលនេះផ្សេងទៀតបើគិតទិន្នន័យទាំងអស់នេះមិនក្រោម30000ទេមានតែលើសពី30000សម្រាប់ពុទ្ធសាសនានោះទី1គោរមងារនេះគឺព្រះពុទ្ធសាសនាតំណាងឲ្យប្រទេសលើពិភពលោកនៃការពុទ្ធសាសនាហ្នឹងដែលបានធ្វើកិច្ចប្រជុំនៅទីក្រុងកូបេប្រទេសជប៉ុនកន្លងនេះគឺបានសម្រេចថ្វាយគោរមងារហ្នឹងដល់ព្រះមហាក្សត្រខ្មែរយើងដែលលោកអធិបតីក្នុងពិធីបើកនៃកិច្ចប្រជុំហៅថា Buddhist Summit នោះបាទហើយអញ្ចឹងជាអត្ថន័យមួយដែលបង្ហាញថាព្រះមហាក្សត្រខ្មែរលោករួមចំណែកលោកជាពុទ្ធសាសនូបត្ថម្ភដល់គង់ពោះមិនមែនសម្រាប់តែកម្ពុជាមួយទេគឺថាទូទាំងពិភពលោកទាំងអស់គឺមានការទទួលស្គាល់ព្រះមហាក្សត្រជាពុទ្ធសាសនូបត្ថម្ភរបស់លោកប្រៀបធៀបទៅពីបុរាណកាលគឺប្រសង់យើងក៏ច្រើនការរៀនសូត្រក៏ច្រើនរហូតដល់ប្រសង់ខ្មែរសពថ្ងៃមានរៀននៅសាលាបាលីរហូតដល់បណ្ឌិតបាទមានច្រើនអង្គហើយ
ដែលចេញពីពុទ្ធសាសនាការសិក្សាពុទ្ធសាសនាអញ្ចឹងយើងឃើញថាមានការរីកចម្រើនទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធវត្តអារាមផ្លូវថ្នល់ស្ពានសាលារៀនព្រះសង្ឃយើងចូលរួមជួយច្រើនណាស់នេះបញ្ជាក់ឲ្យឃើញថាតម្លៃនៃពុទ្ធសាសនាមានការរីកចម្រើនវិវត្តទៅតាមការរីកចម្រើនរបស់ប្រទេសជាតិដូចគ្នាសម្រាប់សម្ដេចព្រះមហាក្សត្រក្នុងប្រទេសកម្ពុជារបស់យើងគឺថាលោកដឹកនាំប្រជាជនបានល្អហើយបរិស័ទយើងក៏ល្អជ្រះថ្លាក្នុងពុទ្ធសាសនាហើយនឹងស្រឡាញ់គោរពព្រះអង្គជាព្រះមហាក្សត្រជាម្លប់ត្រជាក់សម្រាប់កូនចៅរបស់លោកនៅក្នុងប្រទេសកម្ពុជារបស់យើងតំណាងឲ្យគ្នាខ្ញុំនៅខាងពោធិ៍តុងសូមថ្វាយព្រះពរព្រះអង្គជាសម្ដេចព្រះមហាក្សត្រនៅក្នុងប្រទេសខ្មែរយើងសូមឲ្យព្រះអង្គមានព្រះជន្មយឺនយូរហើយដឹកនាំប្រទេសជាតិខ្មែរយើងហើយនឹងពុទ្ធបរិស័ទយើងទាំងអស់ឲ្យបានល្អទៅថ្ងៃមុខទៀតហើយសូមឲ្យព្រះអង្គមានព្រះជន្មយឺនយូរជាង100ព្រះវស្សារហូតតទៅចាអ្នកខ្ញុំសប្បាយខ្លាំងណាស់ដែលលោកបានទទួលនៅបរមងារពិភពលោកនេះពីព្រោះខ្ញុំបានកើតតន់ជំនាន់នេះចាត់ទុកថាខ្ញុំនឹងមានចិត្តត្រេកអរខ្លាំងត្មងចាអ្វីដែលការថ្វាយពពកបងខ្ញុំក៏សូមជូនថ្វាយនៅពពកសូមឲ្យព្រះអង្គមានបច្ចុប្បន្ននាយុយឺនយូរជាង100ព្រះវស្សាឲ្យបានធ្វើជាម្លប់ដល់កូនចៅជារៀងរហូតតទៅនាងខ្ញុំមានសេចក្តីរីករាយខ្លាំងណាស់ដោយសារបានទទួលព្រមងាររបស់សម្ដេចមហាក្សត្រជាតិយើងដែលលោកតម្កល់ពីចំនួនដូនតាខ្មែរមកដល់ឥឡូវខ្មែរបានលេខ1អញ្ចឹងហើយសូមថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅជាទីបំផុតហើយសប្បាយរកអ្វីប្រៀបផ្ទឹមបានទេចាមិនដាជួបនៅក្នុងកម្មវិធីនេះតែជួបថ្ងៃនេះចាហើយមាននិស្ស័យទៀតហើយខ្ញុំបានមករៀនអាចារ្យនៅក្នុងវគ្គទី20ទៀតចាខ្ញុំនឹងទទួលសញ្ញាបត្រអង្គនឹងទៀតវាយពពកសម្ដេចឲ្យលោកមានបច្ចុប្បន្នយឺនយូរសុខភាពល្អដើម្បីដឹកនាំប្រទេសជាតិជាម្លប់កូនចៅតទៅទៀតហើយបានរុងរឿងចាអារម្មណ៍ខ្ញុំសប្បាយរីករាយមែនតើរកអ្វីប្រៀបផ្ទឹមគ្នានេះព្រោះអីជាលើកទី1របស់ខ្ញុំដែលបានរាប់បាល់លោក10000អង្គនេះសូមជូនពរឲ្យព្រះអង្គម្ដងហើយម្ដងទៀតខ្ញុំព្រះអង្គមិនដែលបានជួបបានធ្វើបន់ដូច្នេះទេឥឡូវម្ដងនេះបានធ្វើបន់មានសេចក្តីអបអរសាទរខ្លាំងណាស់